ចេនជាងអត្តបានគប់ឥតមួយដុំទៅលើក្បាលកូនស្រីរបស់គាត់ធ្វើឲ្យឈាមហូរស្រោចលើជញ្ជាំងពណ៌ស្ដែលទើបនឹងលាបថ្មីជាអំពើអាក្រក់មួយឯងគិតថាឯងអាចសម្លាប់ខ្ញុំបន្ទាប់ពីសម្លាប់ម្ដាយឯងបានឬស៊ីនបើកមាត់ប៉ុន្តែមិនអាចបញ្ចេញសំឡេងបានម្រាមដៃរបស់នាងបានជីកស្នាមឈាមបីចូលទៅក្នុងដីចេនជាងអត្តបានចាប់ដៃនាងហើយទះខ្នងនាងទល់នឹងរន្ធធ្មេញកន្លែងដែលភូមិបានបោះចោលសត្វពាហនៈងាប់ស៊ីនបានជាប់នឹងដើមទំពាំងបាយជូរចាស់មួយពេលនាងដួលរមៀលចូលទៅក្នុងរូងភ្នំនាងមានអារម្មណ៍ថាឈាមស្អិតនៅខាងក្រោយក្បាលរបស់នាងនិងភ្នាះរឹងដែលកប់ពាក់កណ្តាលនៅក្នុងទ្រូងរបស់នាងដែលនាងបានលាក់ទុកដោយសម្ងាត់កាលពីយប់មិញភ្លាមនោះកញ្ជ្រោងចាស់មួយក្បាលបានដើរមកយឺតលិតឈាមពីដៃនាងនៅផ្ទះរបស់ចេនជាងអេតគាត់កំពុងផឹកស្រាជាមួយគូស្នេហ៍របស់គាត់គឺស្ត្រីមេម៉ាយលីវមនុស្សនោះល្អជាងស្លាប់ទៅគាត់គិតវាជួយសង្គ្រោះយើងពីការរស់នៅល្អស្ត្រីមេម៉ាយលីវបានចាក់ស្រាឲ្យគាត់ខ្សែដៃប្រាក់នៅលើកដៃរបស់នាងមានភ្នែកពណ៌លឿងជាថ្លៃបណ្ណាការរបស់ម្ដាយស៊ីនខ្យល់បក់ពេលយប់មួយបានបក់មកហើយឆេនដែលជីជាងអេតបានរៀបសំឡេងក្បឿងនៅក្នុងទីធ្លាប្រេះពេលគាត់មើលចុះក្រោមគាត់បានឃើញថាសត្វវាស្លាប់នៅក្នុងសម្បុកសុទ្ធតែញាប់ទាំងអស់ហើយការស្លាប់របស់ពួកវាគឺចម្លែកណាស់ក៏របស់សត្វស្លាប់នីមួយត្រូវបានរមួលទៅជារូបរាងចម្លែកនៅថ្ងៃបន្ទាប់ឆេនបានទៅទីក្រុងដើម្បីរកការងារធ្វើប៉ុន្តែនិយោជកដែលមានការរំខានដោយភាពរឹងរូសរបស់គាត់មិនបានបង់ប្រាក់ឲ្យគាត់មួយកាក់មួយសេនទេនៅតាមផ្លូវត្រឡប់មកវិញគាត់បានជំពប់ដួលហើយធ្លាក់ចូលទៅក្នុងប្រឡាយពេលគាត់ត្រូវបានគេទាញចេញគាត់បានរកឃើញតុក្កតាក្រណាត់មួយនៅក្នុងដៃរបស់គាត់ដែលដេរដោយ China នៅពេលនាងមានអាយុ7 ឆ្នាំដែលមានភ្នែកម្ខាងប៉ាក់ពណ៌ក្រហមស្ត្រីមេម៉ាយលេវបានឃើញមុខតុក្កតាប្រែជាពណ៌ហើយព្យាយាមបោះវាចោលប៉ុន្តែនាងមិនអាចកម្ចាត់វាចោលបានទេថ្ងៃមួយនាងបានបោះវាចូលទៅក្នុងទន្លេនៅថ្ងៃបន្ទាប់វានឹងលេចឡើងនៅលើចង្ក្រាននាងនឹងកប់វានៅក្នុងទីធ្លាខាងក្រោយហើយនៅថ្ងៃបន្ទាប់វានឹងព្យួរនៅលើស៊ុមទ្វារស្ត្រីមេម៉ាយលេវមានសុបិនអាក្រក់ជារៀងរាល់យប់ដោយសុបិនធម្មតារបស់ China ដែលស្លៀកពាក់រ៉ូបអាពាហ៍ពិពាហ៍របស់នាងឈរនៅក្បាលគ្រែរបស់នាងចង្អុលទៅខ្សែដៃប្រាក់នៅលើកដៃរបស់នាងនៅថ្ងៃទី7ចេនជាងអេតស្រាប់តែមានកន្ទួលរមាស់ពេញខ្លួនវាមាស់ខ្លាំងណាស់រហូតដល់គាត់កោសរហូតដល់ហូរឈាមគ្រូពេទ្យបានមកក្បាលពេលឃើញគាត់វាមិនមើលទៅដូចជាជំងឺទេប៉ុន្តែដូចជាគាត់បានឆ្លងមេរោគដោយអ្វីមួយមិនស្អាតមនុស្សចាស់នៅក្នុងភូមិបាននិយាយដោយសម្ងាត់ថាមាននរណាម្នាក់បានឃើញវិញ្ញាណកញ្ជ្រោងនៅក្នុងរូងភ្នំនៅពីក្រោយភូមិកាលពីច្រើនឆ្នាំមុនតាមពិតទៅស៊ីនមិនទាន់ស្លាប់ទេកញ្ជ្រោងចាស់បានយកកណ្ដុរងប់មួយក្បាលមកឲ្យនាងហើយដាក់វានៅក្បែរនាងមានអារម្មណ៍ចង់ក្អួតហើយក្អួតចេញប៉ុន្តែផ្ទុយទៅវិញវាបានក្អួតចេញជាកំណកឈាមនាងមានគ្រុនក្តៅរយៈពេល3ថ្ងៃនៅព្រឹកថ្ងៃទី4នាងបានបើកភ្នែកហើយបានឃើញទន្សាយព្រៃមួយបាល់ដែលមានជើងបាក់នៅច្រកចូលរូងភ្នំនាងបានវាទៅហែកសម្លៀកបំពាក់មួយដុំចេញហើយរុំទន្សាយបន្ទាប់ពីរុំវារួចនាងក៏ដឹងថាដៃដែលបាក់របស់នាងត្រូវបានគេដាក់ជ្រៅនៅក្នុងរូងភ្នំមានបន្ទះថ្មពណ៌ខៀវមួយដែលនៅក្រោមនោះមានប្រអប់ដែកច្រេះស៊ីនបានប្រើថ្មមួយដើម្បីបំបែកសោនៅខាងក្នុងមានសៀវភៅពណ៌លឿងជាច្រើនក្បាលនិងកញ្ចក់សំរឹទ្ធមួយសៀវភៅទាំងនោះត្រូវបានគ្របដណ្ដប់ដោយនិមិត្តសញ្ញាចម្លែកដែលនាងមិនអាចយល់បានប៉ុន្តែកញ្ចក់សំរឹទ្ធឆ្លុះបញ្ចាំងរូបភាពយ៉ាងច្បាស់នាងបានឃើញស្នាមក្រហមស្រាលនៅខាងក្រោយកញ្ចឹងរបស់នាងដូចជាផ្កាភ្លុំចេងជាងរៀបអាត់ក៏មានស្នាមផ្កាភ្លុំនេះនៅលើខ្លួនរបស់គាត់ដែរហើយនៅលើទ្រូងរបស់គាត់វាជាស្នាមពីកំណើតកន្ទួលរបស់នាងកាន់តែអាក្រក់ទៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះហើយនាងបានចាប់ផ្ដើមនិយាយមិនសមហេតុផលរអ៊ូតមអត់ឈប់ឈរអំពីការសងសឹកនឹងលីវស្ត្រីមេម៉ាយលួចលីវស្ត្រីមេម៉ាយបានព្យាយាមរត់គេចខ្លួនជាមួយលុយរបស់គ្រួសារប៉ុន្តែត្រូវបានកញ្ជ្រោងចាស់បញ្ឈប់នៅខាងក្រៅភូមិកញ្ជ្រោងមិនបានខំនាងទេប៉ុន្តែអង្គុយចុះនៅកណ្ដាលផ្លូវសម្លឹងមើលខ្សែដៃប្រាក់នៅលើកដៃរបស់នាងលីវមានការភ័យខ្លាចយ៉ាងខ្លាំងហើយបោះខ្សែដៃនោះចោលយ៉ាងលឿនកញ្ជ្រោងបានរើសវាឡើងហើយរត់ចេញយកខ្សែដៃត្រឡប់ទៅរូងភ្នំវិញហើយដាក់វានៅជើងរបស់ស៊ីងស្គាល់វាជារបស់ម្ដាយនាងកាន់ខ្សែដៃនោះហើយយំនេះជាលើកដំបូងដែលនាងយំចាប់តាំងពីធ្លាក់ពីលើច្រាំងថ្មចោតទឹកភ្នែករបស់នាងបានស្រក់លើកញ្ចក់សំរឹទ្ធហើយភ្លាម
នោះរលកបានលេចឡើងនៅលើផ្ទៃដោយបង្ហាញរូបភាពមិនច្បាស់ម្ដាយរបស់នាងមុនពេលស្លាប់បានកាន់ដៃរបស់លាវហើយប្រគល់ខ្សែដៃឲ្យនាងបបោមាត់របស់នាងញ័រពេលនាងនិយាយថាថែរក្សាឆេងរឹកបន្ទាប់មកឈុតឆាកបានផ្លាស់ប្ដូរហើយលាវបានងាកមកពាក់ខ្សែដៃនៅលើដៃរបស់នាងដោយប្រាប់ឆេនជាងអែតថាក្មេងឈឺនោះបានស្លាប់ទៅហើយ Kenger មានអារម្មណ៍រីករាយយ៉ាងខ្លាំងកញ្ជ្រោងចាស់បានច្របាច់ដៃនាងរួចរុញសៀវភៅដែលរហែកមួយក្បាលមករកនាងដោយច្រមុះទំព័រនានាបានបើកដោយខ្លួនឯងដោយបង្ហាញរូបភាពមួយដែលមានផ្កាព្រីងនៅលើទ្រូងរបស់គាត់តួអក្សរតូចរើបានសរសេរនៅក្បែរស្នាមនោះ Chiner ទោះបីជាមិនចេះអក្សរក៏ដោយក៏យល់ដោយមិនអាចពន្យល់បានថានេះជាទម្រង់នៃមន្តអាគមអាក្រក់សន្ធិសញ្ញាឈាមរវាងសាច់ញាតិជិតស្និទ្ធអាចផ្ទេរសំណាងអាក្រក់របស់មនុស្សម្នាក់ទៅម្នាក់ទៀតនាងចងចាំពីកំណើតនៅលើទ្រូងរបស់ឪពុកនាងរបៀបដែលគាត់មិនដែលឈឺចាប់តាំងពីម្ដាយរបស់នាងស្លាប់និងរបៀបដែលនាងផ្ទាល់មានភាពទន់ខ្សោយនិងឈឺតាំងពីកុមារភាពហើយស្រាប់តែคล้ายជាមនុស្សឆេនជាងអត្តបានដេកលើគ្រែព្រះសង្ឃមួយអង្គមកពីរោងម៉ាស៊ីនកិនប្រេងបានមកដល់ភូមិពិនិត្យមើលរោគសញ្ញារបស់នាងហើយដកដង្ហើមធំដោយនិយាយថានេះគឺជារតិកម្មនៃធម្មពលឈាមកាលពីប៉ុន្មានឆ្នាំមុនអ្នកបានធ្វើកាកសញ្ញាដើម្បីផ្ទេរជំងឺរបស់អ្នកហើយឥឡូវនេះអ្នកទទួលកាកសញ្ញានោះនៅរស់ការដាក់ទណ្ឌកម្មនឹងកើនឡើងទ្វេដងគូវាកំពុងកើតឡើងចំពោះអ្នកហើយជេនជាងអត្តបានឧទានឡើងភ្នែករបស់គាត់បើកធំដូចមិនអាចទៅរួចទេបរោះនោះបានស្លាប់ជាយូរមកហើយព្រះសង្ឃបានងក់ក្បាលក៏ប្រសិនបើគាត់ពិតជាស្លាប់មែនប្រតិកម្មនឹងមិនធ្ងន់ធ្ងរប៉ុន្មានទេចៅហ្វាយកិច្ចសន្យានៅរស់ហើយមិនឆ្ងាយពីអ្នកទេនៅយប់នោះខ្យល់បក់ខ្លាំងមួយបានបក់មកជេនជាងអត្តបានឃើញស៊ីនអេឈរនៅក្បែរគ្រែពោពេញដោយឈាមកាន់ខ្សែដៃប្រាក់របស់ម្ដាយគាត់ភ័យខ្លាចខ្លាំងណាស់រហូតដល់គាត់រមាចេញពីគ្រែវាចូលទៅក្នុងទីធ្លាហើយអន់ក្បាលទៅរកធ្មេញខាងក្រោយរបស់គាត់ដោយទទួលស្គាល់កំហុសរបស់គាត់ប៉ាមិនមែនជាមនុស្សទេគាត់អន់ក្បាលរហូតដល់ថ្ងាសរបស់គាត់ហូរឈាមយ៉ាងខ្លាំងនៅពេលនោះសិអ៊ីនកំពុងដើរចុះពីលើភ្នំដោយដំបងឈើគាត់បានមានកម្លាំងឡើងវិញខ្លះហើយកំពុងដើរឆ្ពោះទៅភូមិដោយការចងចាំពេលគាត់ជិតចេញពីភ្នំគាត់បានជួបបុរសចំណាស់ម្នាក់កំពុងប្រមូលអុសបុរសចំណាស់បានឃើញស្នាមផ្កាព្រីងនៅខាងក្រោយរបស់គាត់ហើយឈប់មួយសន្ទុះក្មេងស្រីតើអ្នកបានស្នាមនេះមកពីណាស៊ីនបានធ្វើកាយវិការនិងពន្យល់បុរសចំណាស់យល់វាជាស្នាមដៃសុភាសិតចាស់មួយនិយាយថាមនុស្សដែលមានចិត្តល្អត្រូវបានការពារដោយភ្នំនិងព្រៃឈើនៅពេលដែលពួកគេរងទុក្ខវេទនាយ៉ាងខ្លាំងដោយបន្សល់ទុកស្នាមនេះការមានស្នាមនេះមានន័យថាវិញ្ញាណការពារនៅពីគ្រោះមហន្តរាយស៊ីននឹកឃើញដល់កញ្ជ្រោងចាស់ដែលកំពុងលិតរបួសរបស់គាត់ហើយភ្នែករបស់គាត់ក៏ភ្លឺឡើងម្ដងទៀតបុរសចំណាស់បន្តថាទោះជាយ៉ាងណាក៏ដោយស្នាមនេះត្រូវបានភ្ជាប់ទៅនឹងឪពុកម្ដាយបង្កើតរបស់អ្នកដោយឈាមប្រសិនបើអ្នកស្អប់ពួកគេស្នាមនេះនឹងស្រូបយកការស្អប់របស់អ្នកហើយងាកមកប្រឆាំងនឹងពួកគេប្រសិនបើអ្នកលែងវាស្នាមនឹងរសាត់បន្តិចម្ដងហើយអ្នកនឹងរកឃើញការរំដោះដោយនិយាយដូច្នេះគាត់បានគ្រវីដៃរបស់គាត់ហើយចាក់ចេញស៊ីនឈរនៅទីនោះដោយភ្ញាក់ផ្អើលគាត់បានប៉ះក្នុងរបស់គាត់ដោយចងចាំស្នាមដូចគ្នានៅលើទ្រូងរបស់ឪពុកគាត់ដូច្នេះជំងឺដែលគាត់បានរងទុក្ខអស់រយៈពេលជាច្រើនឆ្នាំមកនេះពិតជាត្រូវបានផ្ទេរពីឪពុករបស់គាត់មែនតើគាត់ស្អប់គាត់ទេជាការពិតណាស់គាត់ស្អប់វាប៉ុន្តែបុរសចំណាស់បាននិយាយថាការស្អប់នឹងបះបោរមកលើគាត់ដូច្នេះគាត់មិនបានត្រឡប់ទៅភូមិវិញទេគាត់បានរកការងារបោកគក់សម្លៀកបំពាក់នៅក្នុងទីក្រុងដោយមានបន្ទប់និងក្តារសម្រាប់រៀបចំទោះបីជាវាជាការងារដ៏លំបាកក៏ដោយគាត់មានអារម្មណ៍ស្ងប់ចិត្តគាត់បានកប់ថងយេងនិងសៀវភៅទាំងអស់ដោយបន្សល់ទុកតែខ្សែដៃប្រាក់របស់ម្ដាយគាត់ពេលខ្លះនៅក្នុងភាពស្ងប់ស្ងាត់នៃយប់គាត់នឹងគិតអំពីកញ្ជ្រោងចាស់និងទន្សាយព្រៃនៅក្នុងរូងភ្នំដែលគាត់បានរុំក្រោយមកគាត់បានឃើញគាត់នៅខាងក្រៅទីក្រុងជើងរបស់គាត់បានជាសះស្បើយហើយគាត់នៅជាមួយកូនទន្សាយមួយហ្វូងឆេនវ៉ាបានដេកលើគ្រែអស់រយៈពេលកន្លះឆ្នាំហើយនៅពេលដែលគាត់ស្ទើរតែមិនអាចក្រោកពីគ្រែបានគាត់បានឮថាស្ត្រីមេម៉ាយលាវបានរៀបការម្ដងទៀតហើយបានផ្លាស់ទៅស្រុកមួយផ្សេងទៀតដោយយករបស់មានតម្លៃទាំងអស់ទៅជាមួយគាត់បានក្លាយជាមនុស្សសើចចំអកនៅក្នុងភូមិហើយគ្មាននរណាម្នាក់ជួគាត់ទៀតទេគាត់អាចរកប្រាក់ចិញ្ចឹមជីវិតដោយការប្រមូលសំណល់អេតចាយពេលទៅដល់ទីក្រុងគាត់
ពីចម្ងាយเช่นว่าបានឃើញ Channel កំពុងដងទឹកពីអណ្ដូងស្នាមក្រហមស្រាលមួយអាចមើលឃើញនៅលើកអាវសម្លៀកបំពាក់របស់គាត់នៅខាងក្រោយអណ្ដូងជេនវ៉ាបានបើកមាត់របស់គាត់ប៉ុន្តែទីបំផុតមិនហ៊ានហៅគាត់ទេគាត់បានអបខ្នងរបស់ស៊ីនអ៊ូហើយដើរចេញយឺតស៊ីនអ៊ូដឹងខ្លួនហើយងាកមកវិញគ្រាន់តែឃើញរូបរាងដ៏ស្រឡាំងកាំងមួយកំពុងដើរចេញគាត់បានប៉ះក្នុងអណ្ដូងស្នាមនោះបានស្រអាប់ខ្លាំងរួចទៅហើយដូចជាផ្កាព្រីងដែលហៀបនឹងបាត់ទឹកអណ្ដូងដែលគាត់ដងគឺថ្លាគាត់បានរើសយកមួយក្តាប់តូចហើយផឹកវាទឹកនោះផ្អែមណាស់ប្រសិនបើចិត្តរបស់មនុស្សម្នាក់កោងមិនថាកំហឹងរបស់ពួកគេខ្លាំងប៉ុណ្ណាទេវាមិនអាចបិទបាំងទង្វើអាម៉ាស់របស់ពួកគេបានទេអ្នកដែលរៀបចំផែនការប្រឆាំងនឹងសាច់ឈាមរបស់ខ្លួននឹងត្រូវទទួលទោសនៅទីបំផុតអ្វីដែលភ្នំនិងព្រៃឈើការពារមិនមែនជាស្នាមនោះទេប៉ុន្តែជាសេចក្តីសប្បុរសដែលមិនត្រូវបានបំផ្លាញដោយទុក្ខវេទនាការលះបង់សេចក្តីស្អប់ខ្ពើមមិនមែនអំពីការអភ័យទោសឲ្យអ្នកដទៃទេប៉ុន្តែជាការផ្ដល់ឲ្យខ្លួនឯងនៅផ្លូវចេញ